មកពីកូដនៅក្នុង website របស់យើងមានបញ្ហាប៉ុន្តែជាក់ស្ដែងវាមិនមែនទេគឺពី3ថ្ងៃនេះគឺខ្ញុំបានព្យាយាមស្រាវជ្រាវមែនទែនទាក់ទងនឹងបញ្ហានេះនៅពេលដែលខ្ញុំ submit website product benefit រហូតអញ្ចឹងណាវាប្រហែលជា2-3ថ្ងៃដែរហើយខ្ញុំកំពុងរកដំណោះស្រាយតែរកវាអត់ចេញខ្ញុំស្រាវជ្រាវពន្យល់ចំពោះពីអីតែជាក់ស្ដែងមូលហេតុខ្ញុំដែលខ្ញុំរកឃើញព្រោះមុនពេលដែលវាចេញក្រហមនេះតែប៉ុន្តែយើងធម្មតាយើងផុសអត្ថបទនៅក្នុង blogger ឬក៏ website របស់យើងតែងតែមក update នៅ sitemap នៅកន្លែងនេះដើម្បីឲ្យវាចេញអត្ថបទនៅលើ Google អញ្ចឹងណាបើសិនជាយើង search នៅលើ Google ទៅពេលដែលខ្ញុំផុសអត្ថបទ update អត្ថបទទៅស្រាប់តែវាមានបញ្ហាត្រង់ចំណុចហ្នឹងអញ្ចឹងណាដល់ពេលមានបញ្ហាត្រង់ចំណុចនេះបានជានៅពេលយើងប្រើ software វាទៅចេញក្រហមតែប៉ុន្តែវាមិនបញ្ហាអីមកពីណាវែងឆ្ងាយទេគឺបញ្ហានៅក្នុងនឹង Google ហ្នឹងតែម្ដង Google Search Console ហ្នឹងគឺ bot របស់ Google Search Console គឺមានបញ្ហានៅពេលយើង map វាទៅគឺវាចេញក្រហមអញ្ចឹងគឺវាថាវាអត់ឲ្យប៉ុន្តែឥឡូវនេះយើងអាច submit ចេញសារថ្មីដោយសារតែវាទទួលបាននៅ message មួយនេះអញ្ចឹងណាឲ្យយើងedit សារថ្មីអូខេឥឡូវនេះយើងមក edit សារថ្មីថាតើវាបាត់ឬក៏អត់អញ្ចឹងណាហ្នឹងអូខេឥឡូវយើងចាំមើលតោះគ្នាអញ្ចឹងពេលខ្លះទៅយើងប្រើ source តែវាលោក error អញ្ចឹងមិនមែនមកពីនៅក្នុង website របស់យើងទេមិនមែនកូដនៅក្នុងមានបញ្ហានៅក្នុង template របស់យើងអញ្ចឹងខ្ញុំបានព្យាយាមដែរប៉ុន្តែឥឡូវនេះគឺយើងមកចាប់ផ្ដើមសារថ្មីឥឡូវនេះខ្ញុំមក save សារថ្មីបើវាចេញអត់ទេម្ដងទេខ្ញុំមិនគិតទេលឿនដែរបើយើងឡើងចាំមកហើយឥឡូវយើង save សារថ្មីតើចេញអត់អូខេវាចេញ success វិញហើយព្រោះអីពី3ថ្ងៃមុនចឹងមួយអាទិត្យដែរខ្ញុំព្យាយាមមែនទែនខ្ញុំក្នុងការស្រាវជ្រាវតែវាអត់ចេញទេឥឡូវនេះយើងកន្លែងនេះយើងខ្ជិលសរសេរយើងយកមកស៊ីមកហើយទៅក្រោយមកវិញហើយយើង save សារថ្មីទៅហើយយើងលុបកន្លែង slash នេះចោលដាក់តាមនឹងបាន page ស្រាប់ page វាបានមកវិញអញ្ចឹងការ submit របស់យើងគឺ submit របស់យើងគឺបាននៅ success វិញហើយកន្លែង status អញ្ចឹងអត្ថបទដែលយើងផុសមានប៉ុន្មានយើងមក update ឡើងហ្នឹងតាមពេលដែលនៅពេលដែល user search នៅក្នុង Google Search ទៅមានភាគរយនៃការចេញអញ្ចឹងតែបានយើងត្រូវប្រើប្រាស់ Google Search Console គឺយើងគ្រាន់តែមក sign up ដើម្បីឲ្យ website របស់យើងអាចជាប់នៅក្នុងម៉ាស៊ីនមេរបស់ Google Search អញ្ចឹងណាអូខេ update តនេះគឺមានប៉ុណ្ណឹងហើយបើសិនជាងល់អាច comment ខាងក្រោមមកឬក៏ខ្ញុំមាន Telegram ដែរគឺឆានមកបើសិនជាទាំងអស់គ្នាធ្វើ website ឬក៏ធ្វើ AI អីចាប់ផ្ដើមជាមួយគ្នាតទៀតព្រោះយើងប្រឡូកក្នុងវិស័យនេះទោះបីជាមិនមានអ្វីជាដុំកំភួនប៉ុន្តែបើយើងឆ្លាញ់យើងធ្វើទៅអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងក្នុងការ update